ពុកម៉ែបងប្អូនជាទីគោរពរាប់អាននេះគឺជាសកម្មភាពដែលកូនក្មួយសិស្សានុសិស្សបានរៀនអក្សរខេមរវិជ្ជាអស់រយៈពេល2ខែដែលពួកគាត់បានឈប់សម្រាកពីការរៀនភាសាវៀតណាមត្រឹមរយៈពេលជិត3ខែប៉ុណ្ណោះហើយឱកាសនេះថ្ងៃនេះគឺជាថ្ងៃដែលប្រកាសលទ្ធផលជូនពួកគាត់ថាអ្នកណាជាប់លេខ1អ្នកណាជាប់លេខចុងក្រោយដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់សម្រាប់ឆ្នាំក្រោយពេលចាប់សម្រាប់ពីភាសាវៀតណាមមករៀនភាសាខ្មែរបន្តទៀតព្រោះថាកូនខ្មែរនៅកម្ពុជាក្រមបានមករៀនក្នុងវត្តបានត្រឹមរយៈពេល2ទៅ3ខែតែប៉ុណ្ណោះដោយយើងរាល់គ្នាបានដឹងស្រាប់ហើយថានៅកម្ពុជាក្រមវត្តអារាមមិនត្រឹមតែជាមជ្ឈមណ្ឌលផ្សព្វផ្សាយនៅវប្បធម៌ប្រពៃណីសម្រាប់បងប្អូនខ្មែរក្រមតែប៉ុណ្ណោះទេហើយវត្តអារាមក៏ជាកន្លែងក៏ជាសាលារៀនសម្រាប់រៀនប្រដៅជាពិសេសឲ្យកុលបុត្រកុលធីតាខ្មែរក្រមដើម្បីបានស្គាល់នៅអត្តសញ្ញាណខ្លួនឯងបានស្គាល់នៅភាសាខ្លួនឯងនិងដើម្បីរក្សានៅកេរមរតកដូនតារបស់ខ្លួនឯងទៀតដូច្នេះហើយបានជាប្រជាអធិការតាមវត្តនីមួយៗក៏ដូចជាគណៈអាចារ្យបង្រៀនទាំងអស់ពួកគាត់លះបង់ទាំងពេលវេលាលះបង់ទាំងកាយចិត្តហើយលះបង់ទាំងទ្រព្យសម្បត្តិដើម្បីជាការបង្រៀនប្រដៅដល់បងប្អូនកូនក្មួយកម្ពុជាក្រមឲ្យពួកគាត់ចេះដឹងនៅអ្វីដែលថាជារបស់ខ្មែរហើយខំបន្តផ្សព្វផ្សាយប្រាប់កូនចៅខ្មែរក្រមពីមួយចំនួនទៅមួយចំនួនទៀតដើម្បីឲ្យវប្បធម៌និងអរិយធម៌របស់ខ្មែរកម្ពុជាក្រមយើងនៅតែជាថិតថេរជារកាលជាអមតៈហេតុនឹងហើយសូមបងប្អូនស្ដាប់ដែលបងណាមិនខានបានមានឈ្មោះនោះឡើងស្រុកឡើងទទួលនៅបានទៅសើបានកុមារីគីមថៃផាន់នីឆ្នាំ2019ចុងភ្នោដូងកុមារសើកវាងធៀងសាក់កាលឆ្នាំ2020ភ្នោដូងទៀងសាក់ហើយនឹងអ្នកណាមិនតន់មានណាតើអ្នកដាក់បានសរសើរគេមកតាក់ទងជាមួយនឹងកលាHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ